ទាំងនេះគឺជាកងកម្លាំងអាកាសដ៏ទំនើបនិងមានសក្តានុពលបំផុតនៅលើពិភពលោកទាំង10តោះឥឡូវយើងមកស្គាល់ថាតើកងកម្លាំងទាំង10មានអ្វីខ្លះដែលមានសក្តានុពលខ្លាំងជាងគេបំផុតនៅលើពិភពលោកយើងនេះដូចដែលយើងបានដឹងហើយសពថ្ងៃនេះបញ្ហាសេដ្ឋកិច្ចសង្គ្រាមដ៏រ៉ាំរ៉ៃនិងចំនួនតែងតែកើតមានជាញឹកញយនិងមិនដាច់នោះទេចង់ដឹងថាតើប្រសិនបើមានបញ្ហាណាមួយឬក៏សង្គ្រាមលោកលើកទី3អាចនឹងកើតឡើងតើមានកងកម្លាំងណាខ្លាំងជាងគេបំផុតសម្រាប់កងទ័ពអាកាសនៅលើពិភពលោកយើងនេះដូចដែលត្រូវគេបានស្គាល់ជាផ្លូវការកងទ័ពអាកាសរបស់អ៊ីតាលីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1923និងមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយវាមានសារៈសំខាន់ខ្លាំងចំពោះប្រតិបត្តិការរបស់អង្គការ NATO បេសកកម្មបរទេសនិងការការពារជាតិរបស់ប្រទេសអ៊ីតាលីទី9កងទ័ពអាកាសរបស់សាធារណរដ្ឋកូរ៉េកងទ័ពអាកាសរបស់សាធារណរដ្ឋកូរ៉េគឺមានសមត្ថភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយនេះគឺជាឃ្លាំងនៃការផ្ទុកនៅអាវុធសង្គ្រាមលើអាកាសរបស់សាធារណរដ្ឋកូរ៉េផងដែរកងកម្លាំងសាធារណរដ្ឋកូរ៉េបានឆ្លងកាត់នៅទំនើបកម្មយ៉ាងសកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយផ្ដោតជាកត្តាចម្បងលើការទប់ស្កាត់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងនិងការការពារសន្តិសុខនៅក្នុងតំបន់វាគឺជាទី8កងទ័ពអាកាសដ៏ចំណាស់ជាងគេនិងមានកិត្យានុភាពបំផុតក្នុងលោកគឺកងទ័ពរបស់សហប្រទេសអង់គ្លេសចក្រភពអង់គ្លេសវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ1918ហើយមានប្រវត្តិសាស្ត្រនៃការកែច្នៃការប្រតិបត្តិការនិងការប្រឡូកនៅក្នុងសង្គ្រាមនៅលើទូទាំងពិភពលោកវាត្រូវបានជាកម្លាំងដ៏ខ្លាំងក្លានិងទំនើបកម្មផ្នែកបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះដែលរួមចំណែកយ៉ាងសំខាន់ដល់ប្រតិបត្តិការរបស់អង្គការ NATO បេសកកម្មការពារជាតិរបស់ចក្រភពអង់គ្លេសមានយន្តហោះរហូតដល់ប្រហែល513គ្រឿងដែលមានឧទ្ធម្ភាគយន្តហោះចម្បាំងនិងយន្តហោះដឹកជញ្ជូនជាពិសេសនោះទៀតគឺយន្តហោះស៊ើបការពិសេសរបស់ចក្រភពអង់គ្លេសផងដែរទី7កងកម្លាំងអាកាសនិងអវកាសរបស់បារាំងវាគឺជាកងកម្លាំងទ័ពអាកាសដ៏ទំនើបនិងមានសក្តានុពលបំផុតមួយនៅលើពិភពលោកកងទ័ពអាកាសបារាំងដែលល្បីល្បាញខាងស្វ័យភាពសមត្ថភាពបច្ចេកវិទ្យានិងវត្តមានទូទាំងពិភពលោកអំពីសារៈសំខាន់នៃបេសកកម្មការបរទេសនិងសន្តិសុខនៅក្នុងតំបន់អឺរ៉ុបវាមានសមត្ថភាពពេញលេញផងដែររួមទាំងការរារាំងនៅគ្រាប់នុយក្លេអ៊ែរដែលធ្វើឲ្យវាក្លាយជាកម្លាំងអាកាសមួយក្នុងចំណោមកងអាកាសពិភពលោកយើងនេះយន្តហោះប្រហែល511គ្រឿងរួមទាំងយន្តហោះចម្បាំងដឹកជញ្ជូនយន្តហោះឆ្លូបយូកានិងឧទ្ធម្ភាគយគឺជាកងយន្តហោះរបស់កងកម្លាំងអាកាសនិងមានសារៈសំខាន់បំផុតនៅក្នុងប្រទេសបារាំងទី6កងទ័ពអាកាសអ៊ីស្រាអែល ERF គឺជាកងកម្លាំងទ័ពអាកាសអ៊ីស្រាអែលដែលមានបទពិសោធន៍បច្ចេកវិទ្យាទំនើបបំផុតមួយនៅក្នុងពិភពលោក ERF ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានភាពច្នៃប្រឌិតខ្ពស់មានភាពត្រឹមត្រូវប្រសិទ្ធភាពក្នុងការប្រតិបត្តិការទោះបីជាមានទំហំតិចតួចក៏ដោយវាមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រការពារជាតិរបស់អ៊ីស្រាអែលព្រោះវាត្រូវធានានៅឧត្តមភាពផ្លូវអាកាសនិងផ្ដល់ពេលវេលាប្រតិបត្តិការយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងថ្មីយន្តហោះប្រហែល581គ្រឿងរួមទាំងយន្តហោះចម្បាំងយន្តហោះដឹកជញ្ជូនយ៉ាងសម្បូរបែបគឺជាផ្នែកនៃកងទ័ពអាកាសរបស់ ERF ទី5កងទ័ពអាកាសជប៉ុនកងទ័ពអាកាសជប៉ុនជាកងកម្លាំងការពារស្វ័យការពារនៃដែនអាកាសជប៉ុន JRSDF គឺជាកងកម្លាំងអាកាសដ៏ទំនើបនិងមានសមត្ថភាពបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកការយកចិត្តទុកដាក់របស់ខ្លួនលើទំនើបកម្មគុណភាពនិងភាពជាដៃគូយុទ្ធសាស្ត្រធានាបានថាកងទ័ពអាកាសរបស់ខ្លួននៅតែជាតួអង្គសំខាន់នៃការថែរក្សាសន្តិសុខនៅក្នុងតំបន់ទី4កងទ័ពអាកាសនៃប្រទេសចិនទំនើបកម្មយោធាដ៏ឆាប់រហ័សរបស់ប្រទេសចិនបានជំរុញវាទៅជាថ្នាក់កំពូលនៃមហាអំណាចដែនអាកាស
ពិភពលោកកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជន PLRRF មានកងនាវានៃយន្តហោះទំនើបដែលកំពុងកើនឡើងរួមទាំងយន្តហោះចម្បាំងបំបាំងកាយ J-20 និងយន្តហោះដឹកជញ្ជូន Z-20 ការវិនិយោគរបស់បច្ចេកវិទ្យា drone នៃប្រទេសចិននិងសមត្ថភាពលើលំហអាកាសរួមចំណែកដល់ការកើនឡើងនៃឥទ្ធិពលរបស់ខ្លួនដែលជាមហាអំណាចទី2នៅលើពិភពលោកចំណាត់ថ្នាក់ទី3នៅលើโลกគឺកងទ័ពអាកាសនៃប្រទេសឥណ្ឌាទោះបីជាមានយន្តហោះតិចតួចបើប្រៀបធៀបទៅនឹងកងកម្លាំងអាកាសផ្សេងទៀតក៏ប៉ុន្តែឥណ្ឌាទទួលបានតំណែងទី3ទូទាំងពិភពលោកគួរឲ្យភ្ញាក់ផ្អើលដោយតាមពីក្រោយសហរដ្ឋអាមេរិកនិងរុស្ស៊ី ERF គឺជាកងទ័ពអាកាសរបស់ឥណ្ឌាប្រតិបត្តិការកងនាវាបានជាង 17,000 យន្តហោះឥណ្ឌាបានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួនជាមួយនឹងការដាក់បញ្ចូលនៅវេទិកាទំនើបដូចជាយន្តហោះចម្បាំង Rafale យន្តហោះ Teja MK1A និងប្រព័ន្ធការពារអាកាស S-400 ដែលជាការផ្ដោតសំខាន់នៃការការពារជាតិរបស់ប្រទេសឥណ្ឌាទី2កងទ័ពអាកាសរុស្ស៊ីកងទ័ពអាកាសរុស្ស៊ីបានធ្វើទំនើបកម្មនាវានិងយន្តហោះរបស់ខ្លួនទំនើបដើម្បីចម្បាំងបំបាំងកាយដូចជា Su-57 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដូចជា T-160 ជាដើមការសង្កត់ធ្ងន់របស់រុស្ស៊ីលើបច្ចេកវិទ្យាមីស៊ីលជាងសម្លេងនិងសមត្ថភាពធ្វើសង្គ្រាមដោយរយៈប្រព័ន្ធអេឡិចត្រូនិកបានពង្រឹងនៅសមត្ថភាពរបស់ខ្លួនយ៉ាងរឹងមាំនិងចាំបាច់បំផុតកងទ័ពអាកាសរុស្ស៊ីប្រតិបត្តិការកងយន្តហោះជាង 3,500 គ្រឿងទោះបីជាប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចទណ្ឌកម្មក៏រុស្ស៊ីធ្វើទំនើបកម្មកម្លាំងកងទ័ពរបស់ខ្លួនដោយរក្សាបាននៅឋានៈជាតួអង្គសំខាន់មួយនៃកងទ័ពអាកាសនៅលើពិភពលោកតំណែងទី1ដែលជា top ទី1នៅលើពិភពលោកនោះគឺគ្មានអ្នកណាអាចមើលរំលងបានទេពលគឺកងកម្លាំងអាកាសនៃសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកបានបន្តគ្រប់គ្រងចំណាត់ថ្នាក់ថាមពលនៅលើអាកាសជាសកលលោកជាច្រើនឆ្នាំមកហើយជាមួយនឹងកងនាវាយន្តហោះធំដែលមានយន្តហោះជាង 5,000 គ្រឿងរួមទាំងវេទិកាកម្រិតខ្ពស់ដូចជា F-35 Lightning II F-22 Raptor និង B-21 Raider យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider របស់សហរដ្ឋអាមេរិកនៅតែមិនអាចប្រៀបធៀបបាននៅក្នុងលក្ខខណ្ឌបច្ចេកវិទ្យាទំនើបនិងលទ្ធភាពនៃការប្រតិបត្តិការវាបានជាយន្តហោះដើរតួនាទីសំខាន់និងគ្មានប្រទេសណាអាចប្រៀបបាននោះឡើយលើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏ជាអ្នកនាំមុខលើបច្ចេកវិទ្យា drone និងសមត្ថភាពចាក់ប្រេងតាមអាកាសដែលធ្វើឲ្យការព្យាករណ៍ថាមពលសកលបាននេះគឺជាធាតុសំខាន់និងចាំបាច់នៃកងទ័ពដែលមិនអាចមានប្រទេសណាអាចធ្វើបាននោះឡើយការផ្ដោតលើការច្នៃប្រឌិតទំនើបកម្មនិងជាភាពជាដៃគូយុទ្ធសាស្ត្រធានាថាវានៅតែជាកម្លាំងលេចធ្លោនៅក្នុងទួនាទីសន្តិសុខពិភពលោកនិងជាតួអង្គសំខាន់ក្នុងការរក្សាតុល្យភាពអំណាចនៅលើពិភពលោកនេះផងដែរជារួមមកបើយើងនិយាយខ្លីទី1គឺកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកទី2រុស្ស៊ីហើយទី3គឺជាកងទ័ពអាកាសនៃប្រទេសឥណ្ឌាបាទសូមអរគុណប្រសិនបើបងប្អូនចូលចិត្តកុំភ្លេចជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងនឹងជួបគ្នាជាមួយ Explore the World នៅក្នុងវីដេអូបន្តទៀតសូមអរគុណ